អ្នកទាំងអស់គ្នាស្គាល់ផ្អែមនេះអត់ផ្អែមនេះភាគច្រើនអ្នកនៅបាត់ដំបងមិនស្គាល់ឈ្មោះផ្អែមតកៅឆ្ងាញ់មែនតើការខ្ញុំនៅបាត់ដំបងខ្ញុំចូលចិត្តញ៉ាំខ្លាំងហ្មងហើយនៅពេញនេះគឺតែឃើញមានមកកន្លែងគាត់មានលក់អាហ្នឹងហើយនៅស្រុកកំណើតមែនតើពេលដែលយើងញ៉ាំជាមួយនឹងរបស់ដែលយើងចូលចិត្តនៅស្រុកកំណើតអញ្ចឹងណានិយាយរួមផ្អែមនេះគឺ my favorite ហ្មងហើយនឹងអាកាថ្នោតនេះខ្ញុំចូលចិត្តខ្លាំងមែនតើហ្មងណាអញ្ចឹងខ្ញុំមកញ៉ាំឲ្យអ្នកទាំងអស់គ្នាមើលណាអ្នកទាំងអស់គ្នាយើងចាក់ចូលទៅក្នុងទឹកខ្ទិះហ្នឹងណាហើយយើងច្បល់មកហើយនៅក្នុងទឹកខ្ទិះនេះវាមានអាក្របនេះក្របសសរូបរាងដូចតកៅអញ្ចឹងមិនគេហៅផ្អែមតកៅណាមើលខ្ញុំញ៉ាំឲ្យមើលឲ្យអាល្ងនេះវាឈ្ងុយឈ្ងុយអ្នកទាំងអស់គ្នាអូយឆ្ងាញ់ឆ្ងាញ់មែនតើតើឥឡូវមកសាក៏ថ្នាំម្ដងអាការថ្នាំនេះក៏ឆ្ងាញ់សាហាវដែរនិយាយរួមទៅ my favorite អ្នកនៅពេញដែលចង់ញ៉ាំជាមួយនឹងផ្អែមតកៅនេះគាត់អាចទៅរកទិញបានគាត់លក់នៅក្នុងបរិយាពិភពថ្មីជាកាដូងណាសម្រាប់បងប្អូនដែលចង់បានសុខភាពល្អកុំភ្លេចញ៉ាំម្ជូរព្រឹកជារៀងរាល់ថ្ងៃដោយសារម្ជូរព្រឹកគឺមានជាតិវីតាមីន C ខ្ពស់ជួយប្រព័ន្ធដំណើរអាហារជួយសម្រកគីឡូខ្ញុំមានលក់ណា